កូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិតឬមិនពិតនោះក៏មើលត្រឹមតែសបកក្រៅឬស្ដាប់តែពាក្យសម្ដីរបស់គេប៉ុណ្ណោះឯសោះអាកប្បកិរិយាគេអាចធ្វើបានឲ្យពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរយ៉ាងណាឬមិនដូចចិត្តយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់មនុស្សដែលពោលថាស្រឡាញ់យើងស្គាល់ចិត្តស្គាល់ថ្លើមយើងនិងគោរពរាប់អានយើងនោះអាចគ្រាន់តែជាទឹកអប់ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះគឺគេអាចស្អប់យើងក៏បានប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយទៅគេនិយាយគេមានអាកប្បកិរិយាយ៉ាងនោះឯងនោះដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសម្បីតែម្ដងមិនធ្លាប់អួតសរសើរយើងណាម្ដងសោះប៉ុន្តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ជាមួយនឹងយើងប្រកបក៏មានដែរដែលពលមកនេះមិនមែនបានន័យថាអ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់ហ្នឹងសុទ្ធតែមិនស្រឡាញ់យើងដោយពិតនោះទេតែពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះសុទ្ធតែស្រឡាញ់យើងដោយពិតនោះក៏ទេដែរគ្រាន់តែចង់ប្រាប់កូនឲ្យដឹងថាណានាស្រឡាញ់មិនស្រឡាញ់យើងដោយពិតនោះមិនមែននៅត្រង់សម្បកក្រៅនិងខ្យល់មាត់នោះទេគឺនៅត្រង់ការដែលធ្វើពិតដែលយើងត្រូវសង្កេតពិនិត្យក្នុងការយូរមនុស្សដែលល្អចំពោះយើងរមែងល្អទាំងចំពោះមុខទាំងកំបាំងមុខគឺតែងតែជួយយើងរក្សាយើងទំនុកបំរុងនឹងការពារយើងមិនថាយើងនឹងឯងទៅជាយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយនោះឯងដែលថាជាមនុស្សស្រឡាញ់យើងពិតត្រង់ដែលថាគេថាស្រឡាញ់យើងឬមិននិយាយឬមិននិយាយអីនោះវាមិនសំខាន់ទេចំណែកមនុស្សដែលល្អតែនឹងមុខយើងក្រោយខ្នងដន្ទាមិនទំនុកបំរុងយើងមិនកំត្រួតយើងនិយាយពីរោះជាមួយក្រំដែលដើម្បីពឹងពាក់ឬប្រើយើងមាត់ហើយនឹងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាមនុស្សដែលមិនស្រឡាញ់យើងពិតប្រាកដទេទោះបីមាត់ប្រាប់ថាយើងល្អយ៉ាងនេះយ៉ាងនោះក៏មិនអាចជឿបានដែរក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯងកុំវង្វេងច្រឡំទៅរីករាយជាមួយនឹងពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះនាំឲ្យខូចខ្លួនខូចប្រាណអស់ទាំងទ្រព្យសម្បត្តិទាំងត្រូវខកចិត្តដល់ក្រៃលែងទៀតផងមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពឹសការចាហាវធ្វើឲ្យមនុស្សយើងទុក្ខលំបាកទៅតែម្យ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតនៃសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមមមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនិងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញនានាដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ជាយាមនៅក្នុងរវាងនៃសេចក្តីទុក្ខលំបាកនិងភាពស្រណុកសុខសប្បាយថ្លៃថ្នូររុងរឿងទៅមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយ